ជំរាបសួរអ៊ំពូមីងនិងបងប្អូនទាំងអស់គ្នាថ្ងៃនេះមកបង្ហាញមុខម្ហូបមួយមុខទៀតហើយណានិយាយពីថាឃើញហើយតំណងនោះតំណងនេះគឺជាមុខម្ហូបសម្លម្ជូរដើមចេកជាមួយនឹងត្រីអមតដាក់នៅកំពឹសអមតដាក់នៅជាមួយនឹងម្ជូរផ្លែតលឹងតឹងណាបងប្អូនដាក់មកនិយាយពីថាជូរស្រស់មកល្អមែនតើហើយណាមួយផ្លែតលឹងតឹងរបស់យើងនិយាយពីថាល្អនោះល្អអញ្ចឹងវាចូលជាតិគ្នាជាមួយនឹងសម្លម្ជូរដើមចេកតែម្ដងឥឡូវនេះគឺយើងចាប់ផ្ដើមនៅក្នុងការលាងសម្អាតកំពឹសសិនមកកំពឹសនេះទិញបាន2-3ខែមិនណាបងប្អូនដាក់មកនិយាយពីថាតំណងឲ្យស្រស់ល្អណាលក្ខណៈមួយថានៅលោតផ្លោតតែម្ដងអូយនិយាយពីថាតំណងលាងឲ្យទុកមួយលើសិនទៅមកលាងត្រីរបស់យើងត្រីទិញបានត្រីឆ្លាំងដែលជាប្រភេទត្រីទលេញ៉ាំហើយគឺជក់ចិត្តតែម្ដងព្រោះថារសជាតិឆ្ងាញ់បើសិនបងប្អូនយើងស្លជាប្រភេទត្រីចិញ្ចឹមឬក៏ត្រីផ្លាស្ទិកហ្នឹងគឺអត់ឆ្ងាញ់ទេមកសាក់លបងជាមួយនឹងត្រីស្រស់វិញមកបងប្អូនណានិយាយពីថាជាតិនោះជាតិហើយបើសិនខាងពុកម៉ែបងប្អូនយើងបានសាក់លបងធ្វើមុខម្ហូបនេះទៀតអូជាតិណាស់មានតែឆៃពៅមានតែសក់ចៅអមផ្ទាប់ជាមួយអូយខប់សេរីអរគុណអញ្ចឹងកុំភ្លេចជាមួយនឹងជីនាងវងដាក់បង្កើតនៅក្លិនឈ្ងុយជាមួយនឹងសម្លម្ជូររបស់យើងណាបងប្អូនហើយផ្លែតលឹងតឹងប៉ាន់នេះផ្លែជូរមកឆ្ងាញ់តែម្ដងមកច្រាស់មាត់ណាញ៉ាំទៅឆ្ងាញ់ហ៎ដាក់ម្ទេសមួយទៀតមកអូយខប់សេរីបែរខាងខ្ញុំបាត់ចូលចិត្តមែនតើហើយនេះគឺម្ជូរដើមចេកបងប្អូនយើងប្រើដើមចេកយកមកធ្វើហើយដើមចេកនេះយើងចិតជាច្បាយមូប៉ុណ្ណេះហើយលាងវាហើយយើងយកចង្កឹះអាស័យបងប្អូនត្បានៅសរសៃឬក៏គេហៅថាជ័រចេកនឹងចេញអស់មកឬហើយលាងបាទនេះគឺយើងលាងសម្អាតវាមកទឹកហើយមកទឹកទៀតអីចឹងណាបាទហើយលាងទៅឡើងសក្បោះតែម្ដងណាបងប្អូនចេះតិចនិចបាទគឺដើមចេករបស់បងប្អូនអត់ខ្មៅទេបាទច្បាច់ក្រូចឆ្មាបន្តិចទៅបាទឬក៏បងប្អូនយើងប្រើវិធីសាស្ត្របែបមិនផ្សេងពីនឹងទៀតហ្នឹងស៊ីសងលើខាងបងប្អូនចេះបច្ចេកទេសហ្នឹងប៉ុន្តែសម្រាប់ខាងច្បាស់គឺប្រើក្រូចឆ្មាដល់ពេលចេះទៅវាអត់ខ្មៅលក្ខណៈមួយថានៅតែពណ៌សឡើងក្បោះហើយត្រីរបស់យើងកាត់ជាកង់ចឹងមកបងប្អូនងាយនៅក្នុងការស្លពេលដែលយើងស្លហើយមានជាតិតែម្ដងឥឡូវនេះគឺយើងកាត់ត្រីរួចរាល់មកដាំទឹកទុកសិនមកបាទដាំទឹកទុកតែមួយសវ៉ាក់ពីរសវ៉ាក់ហ្នឹងបងប្អូនហើយឡើងពុះឡើងក្រួយក្រាក់ឡើយហើយបាទនេះបើកម្របឆ្នាំមកនិយាយពីថាតំណងនោះតំណងឥឡូវចិញ្ច្រុំប្រហុកមុនគេបងប្អូនសម្លម្ជូរត្រូវតែចិញ្ច្រុំប្រហុកដើម្បីយកនៅបង្កាន់នៅក្លិនឈ្ងុយនឹងទទួលបានមុខម្ហូបដែលឆ្ងាញ់សម្លម្ជូរដែលខ្វះប្រហុកដូចខ្វះន័យអញ្ចឹងតែសម្រាប់អ្នកដែលគាត់អត់ចេះគាត់ប្រើទឹកត្រីជំនួសអីចឹងណាប៉ុន្តែសម្រាប់ខាងខ្ញុំបានគ្រីខមមិនបងប្អូនឲ្យ10លើ10តែម្ដងប្រើប្រហុកបានឆ្ងាញ់អរគុណឥឡូវនេះគឺយើងចាប់ផ្ដើមនៅក្នុងការដាក់ដើមចេកមុនដើមចេកគឺយើងត្រូវតែដាក់វាមុនដើម្បីរំងាស់ដើមចេកផុយបងប្អូនបាទមើលតាមរំពុះអីចឹងទៅដាក់ត្រីដាក់អីបានហើយអញ្ចឹងធ្វើទៅតាម admin នៅក្នុងការបរិយាយបងប្អូនបានមកហូបឆ្ងាញ់ប្រចាំថ្ងៃតែម្ដងហើយងាយមែនតែនតែម្ដងណាសម្លមួយមុខនេះចាយលុយអស់មកជុំទេតែរសជាតិវិញឆ្ងាញ់លក្ខណៈមួយថាឆ្ងាញ់ខ្លាំងដើមចេកក៏ទិញគេដែរណាបងប្អូនព្រោះថាយើងទិញនៅលើទីផ្សារបាទហើយលក្ខណៈមួយថាយកមកស្លមកគ្រួសារអីមកល្មមតែម្ដងត្រី3ចឹងមកមានជាមួយនឹងកំពឹស2ខាំ3ខាំអីចឹងទៀតមកអូយខាងខ្ញុំបាត់ចូលចិត្តញ៉ាំកំពឹសរើសតែកំពឹសហ្នឹងហើយកំពឹសយកអាកំពឹសស្រស់ដែលគេហៅថាកំពឹសដែលកំពុងតែលោតមិនមែនកំពឹសទុកផ្លាស្ទិកហើយយកមកញ៉ាំអីគឺអត់ទេណាបងប្អូនបើយើងយកកំពឹសនោះគឺវាខ្សោះបាត់បង់នៅរសជាតិតោះយកអាស្រស់អញ្ចេះនៅខាងខ្ញុំបាត់នៅខាងខេត្តរតនគិរីនេះមួយខាំដូចជា5000ពេលខ្លះ4000ពេលខ្លះក៏3000អីចឹងណាតែភាគច្រើនគឺ4ទៅ5000តែម្ដងព្រោះតែកំពឹសនៅខាងនេះថ្លៃណាបងប្អូនហើយតែ2ខាំហ្នឹង10000បាត់ហើយបើយើងគិតមួយខាំ5000ណាបាទតែបើមួយខាំ4000ហ្នឹង8000បងប្អូនកុំឃើញថាតិចអញ្ចឹងណារសជាតិវិញមិនណយទេអញ្ចឹងអ៊ំពូមីងក៏ដូចជាខាងបងប្អូនគាត់ថានៅក្នុងតំបន់ភូមិភាគឦសានដែលជាដែនដីនៃទឹកដីនៃខេត្តរតនគិរីរបស់យើងគឺសម្បូរទៅដោយនៅជាមួយនឹងបន្លែពណ៌បៃតងបន្លែធម្មជាតិអីចឹងទៅណាបាទអញ្ចឹងយើងញ៉ាំលក្ខណៈធម្មជាតិច្រើនញ៉ាំបន្លែច្រើនសាច់ស្អាតហើយទទួលបានសុខភាពល្អណោះអរគុណឥឡូវពូក្រុយផ្សំគ្រឿងមានស្ករមានអំបិលមានប៊ីចេងមានទឹកត្រីបាទលួចតាមចំណូលចិត្តអីចឹងណាភ្លក់មើលមកឆ្ងាញ់បងប្អូនហើយកុំភ្លេចណាមកជូរតលឹងតឹងរបស់យើងមើលតែតលឹងតឹងរៀងផុយហើយជ្រុំតិចមកអូជូរស្រស់មាត់ណាស់គ្រាន់តែបរិយាយឃើញផ្លែតលឹងតឹងក៏ចេញទឹកមាត់ច្រោកដែរបងប្អូន
អូនពូមីងក៏ថាអេស្ដាប់ខាង admin តារាកំពុងតែបញ្ចូលសំឡេងនេះក៏នឹកឃើញពីមុខម្ហូបនេះដែរពេលខ្លះបងប្អូនគាត់ថាចូលចិត្តជាមួយនឹង admin នៅក្នុងការបរិយាយតែសម្រាប់មួយចំនួននេះគាត់ថាអេ admin និយាយច្រើនពេកហើយចូលសាច់រឿងអត់បានច្រើនអញ្ចឹងទៅហើយអ្នកខ្លះក៏ថាអញ្ចឹងឯងចូលចិត្តបាទមានពាក្យកំ plok កំ plang អីចឹងណាហើយអ្នកខ្លះទៀតអញ្ចឹងទៅគាត់ថាចូលចិត្តទេសុំនិយាយពីតាក់ទងទៅលើមុខម្ហូបអាចារ្យមុខម្ហូបបងប្អូនណាហើយបើថាប្រកបចិត្តមនុស្សគឺមិនបានតែម្ដង បានប៉ុន្មានយកប៉ុណ្្នឹងមិនតែគាត់ថាអធិស្ឋានណាបងប្អូនបើសិនជាប្រកបចិត្តអត់បានអីហ្នឹងអធិស្ឋានតែម្ដង អរគុណប៉ុន្តែមិនថ្មីទេព្រោះថា admin នៅមានវីដេអូច្រើនទៀតអញ្ចឹងយើងតម្រូវជូនត្រខាងបងប្អូននៅក្នុងការទស្សនាព្រោះថាតាក់ទងទៅលើ channel ឬក៏គេហៅថា content creator នៅក្នុងការបង្ហាញជាមួយនឹងមុខម្ហូបខុសៗគ្នា style នីមួយៗគឺអត់ដូចគ្នាទេអញ្ចឹងខែបងប្អូនយើងពេញចិត្តមួយណាយើងអាចទស្សនាមួយហ្នឹងទៅបើយើងអត់ពេញចិត្តទេអូរំលង បើពេញចិត្តហើយសូមកុំភ្លេច subscribe ឬក៏ដឹង admin ម្នាក់មួយផងណានិយាយទៅគឺថាយើងចូលចិត្តនៅក្នុងការចែករំលែកហើយចូលចិត្តនៅក្នុងការលេងសើចបន្តិចបន្តួចក៏ដូចជាអមតដល់នៅជាមួយនឹងពាក្យសម្ដីដែលគេហៅថាពីរោះផ្អែមអីចឹងណាព្រោះថា admin អត់ចេះចូលចិត្តលក្ខណៈគំរូគំរឿយទេលក្ខណៈផ្អែមផ្អែម ផ្អែមផ្អែមបែបសบายសบายអញ្ចឹងណាបងប្អូនក៏តែស្ដាប់ក៏ដឹងដែរណោះបែរមើលបង្ហាញជូនដល់ខាងបងប្អូនខ្លះក៏ comment ដែរហេសំឡឃើញតកោតាមពិតទៅអត់ទេណាបងប្អូនណាបើសាច់ដែលយើងធ្វើវិញគឺយើងកុំកោគាត់ថា admin កោនឹងបង្ហាញជូនត្រខាងបងប្អូននៅក្នុងការទស្សនាបច្ចៈហើយបច្ចៈទៀតកុំឲ្យបងប្អូនយើងគាត់ថាហេកោអង្គោបែកម៉ាំអស់ហើយ ប្រកាសជាមានអ្នក comment អញ្ចឹងបាទឥឡូវចេញវីដេអូនិយាយមួយម៉ាត់ទៅ ព្រោះថាយើងបង្ហាញបើសិនយើងដាក់ភ្លោកឲ្យអត់មានធ្វើអីសួរបងប្អូនយើងបានអីមើលបាទអញ្ចឹងគេថាបង្ហាញពីតិចនិចនៅក្នុងការធ្វើ ចាណាបងប្អូនអ៊ំពូមីងបាទដូបាយម្នាក់ម្ចាស់មកញ៉ាំជាមួយនឹង admin ទាំងអស់គ្នាដែរមួយចាននេះ8នាក់អីហ្នឹងមកល្មមសំគួរតែម្ដងរសជាតិវិញមកឆ្ងាញ់អញ្ចឹងអ៊ំពូមីងអាចសាកល្បងបានរសជាតិវិញអែមមែនតើបាទអ្នកដែលគាត់ចាប់អារម្មណ៍ទៅលើមុខម្ហូបនេះកុំភ្លេចនៅក្នុងការសាកល្បងធ្វើបានទាំងអស់គ្នាហើយបើពេញចិត្តពី Channel Dara Cooking ចូលទៅ Subscribe ឬក៏ដឹង admin ម្នាក់មួយផងទស្សនាតាម Page Follow Page ម្នាក់មួយ Dara Cooking ដូចគ្នាណាបងប្អូនអញ្ចឹងកុំភ្លេចនៅក្នុងការគ្រប់គ្រងពី Channel Dara Cooking Dara Cooking ពោពេញទៅដោយមុខម្ហូបសម្បូរបែបតែម្ដងមានតែប៉ុណ្្នេះទេចែករំលែកនៅវីដេអូច្រើនទៀតហើយបើថាវីដេអូច្រើនទៀតបងប្អូនយើងគ្រាន់តែបាននៅក្នុងការទស្សនាដឹងពីតិចនិចដឹងពីការធ្វើព្រោះថា admin គឺក្បោះក្បាយលំអិតអីចឹងណា អរគុណច្រើនចឹងអត់មានអីច្រើនទេបងប្អូនហើយបាទពេលវេលាខ្លីៗហើយមានតែអរគុណនិងជំរាបលាតែប៉ុណ្្នឹងឯងបាយបាយ